ហាសំខាន់ដែលចង់និយាយហ្នឹង3យ៉ាងទី1គឺចង់និយាយថាហេតុអីក៏យើងគ្រប់គ្នាយើងដឹងថាមិនត្រូវប្រឆាំងជាមួយធម្មជាតិទេធម្មជាតិកើតចាស់ឈឺស្លាប់នេះគឺជាច្បាប់ធម្មជាតិយើងប្រឆាំងក៏មិនបានដែរយើងត្រូវទទួលស្គាល់សភាវៈពិតរបស់ធម្មជាតិយើងត្រូវទទួលស្គាល់សភាវៈពិតគឺវាយ៉ាងហ្នឹងយើងប្រឆាំងមិនបានសូម្បីតែយើងតាំងចិត្តនឹងប្រឆាំងវាក៏ដោយកើតចាស់ឈឺស្លាប់ក៏ប្រឆាំងមិនបានអានឹងដូច្នេះយើងត្រូវទទួលស្គាល់ដើម្បីកុំឲ្យចិត្តនឹងឯងវាទទួលរងនៅសេចក្តីទុក្ខអាហ្នឹងញោមមហាមេត្តាលើកឡើងថាមិនឲ្យប្រឆាំងនឹងធម្មជាតិមិនព្រះសម្មាសម្ពុទ្ធព្រះអង្គមុននឹងត្រាស់ដឹងធ្វើនៅទុក្ករកិរិយា6ព្រះវស្សាស្គមស្គាំងដាច់បាយដាច់ទឹកសឹងតែអស់បជនជាការប្រឆាំងធម្មជាតិច្បាស់លាស់ណាស់មិនក៏ថាមិនឲ្យប្រឆាំងហេតុផលទី2ហ្នឹងគឺថារាគៈទោសៈមោហៈដែលកើតពីក្នុងចិត្តរបស់យើងកិលេសអកុសលផ្សេងយើងបើយើងមិនប្រឆាំងនឹងវាយើងបណ្ដោយឲ្យវាកើតទៅឬយើងចង់លួចយើងចង់កាប់យើងចង់សម្លាប់ចង់បៀតបៀនអ្នកដទៃអានឹងជាធម្មជាតិបើយើងមិនប្រឆាំងយើងបណ្ដោយវាឲ្យវាទៅតាមធម្មជាតិវាអញ្ចឹងឬបើបណ្ដោយអញ្ចឹងទៅវានឹងជួបអន្តរាយយ៉ាងម៉េចខ្លះអញ្ចឹងគាត់សួរអញ្ចឹងគឺសំណួរល្អណាស់អាត្មាពេញចិត្តមែនទែនញោមមហាមេត្តាពេញចិត្តមែនទែនដែលសួរអញ្ចឹងសំណួរនឹងល្អណាស់ហើយយើងពោលថាមិនឲ្យប្រឆាំងនឹងធម្មជាតិទៅតាមច្បាប់ធម្មជាតិចុះឲ្យរឿងខ្លះនេះរឿងរបស់ធម្មជាតិដូចដែលលើកមកអញ្ចឹងការដែលបៀតបៀនផ្សេងកំហឹងខឹងក្រោធផ្សេងសង្គ្រាមផ្សេងអានឹងដោយសារយើងមិនដោយតាមធម្មជាតិបានជាវាទៅអញ្ចឹងឲ្យធម្មជាតិទោសៈខាងក្នុងទៅវាទៅអញ្ចឹងបង្កនៅអសន្តិភាពក្នុងសង្គមលោកនេះអានឹងដោយសារយើងមិនប្រឆាំងហើយយើងធ្វើឲ្យបណ្ដោយតាមធម្មជាតិទៅបណ្ដោយយ៉ាងម៉េចព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រះធម៌នឹងមានច្រើនយ៉ាងច្រើនសតបមានច្រើនយ៉ាងច្រើនសតបខាងដើមយើងត្រូវឲ្យយល់រឿងស្រទាប់ធម៌ខាងក្រោមប៉ុន្តែស្រទាប់ធម៌មួយស្រទាប់ទៀតហ្នឹងគឺស្រទាប់នៃការព្យាយាមបដិបត្តិខាងក្នុងហើយត្រូវចែកឲ្យដាច់គេហៅថាវិភជ្ជវាទព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រះធម៌ដោយវិភជ្ជវាទគឺចែកឲ្យដាច់មួយហើយទៅសម្ដែងចេញកុំយកបោកចូលគ្នាកុំយកបោកចូលគ្នាញាតិញោមពុទ្ធបរិស័ទប្រកាសថាសិក្សានៅក្នុងប្រវត្តិព្រះចៅអសោកចាំបានទេដែលព្រះចៅអសោកមហារាជជាមួយព្រះមោគលីពុទ្ធទេសធិរៈពួកថ្មិលឥណ្ឌារដ្ឋីផ្លំបួសក្នុងពុទ្ធសាសនាប្រមាណ 66000 ដែលច្រើនណាកាលនឹងព្រះសង្ឃដែលជាប្រខៃណាស្របអ្នកបរិសុទ្ធលោកអត់ធ្វើឧបោសថដោយសារអីថ្មិលឥណ្ឌារដ្ឋីផ្លំមកបួសក្នុងពុទ្ធសាសនាណាអញ្ចឹងព្រះចៅអសោកសាកសួរព្រះសម្មាសម្ពុទ្ធព្រះអង្គមានវាទៈយ៉ាងណាសួរដើម្បីចង់ដឹងអ្នកណាផ្លមកបួសអ្នកណាមិនផ្លមកបួសអ្នកខ្លះក៏ឆ្លើយថាព្រះអង្គជាសាសតវាទីពោលទៅលោកនឹងវាទៀងអ្នកខ្លះថាអសាសតវាទីពោលទៅលោកនឹងថាមិនទៀងអ្នកខ្លះថាអេកច្ចៈសាសតវាទីអនេកច្ចៈសាសតវាទីពោលថាលោកទៀងខ្លះមិនទៀងខ្លះអីយ៉ាងណាអានឹងព្រះចៅអសោកដឹងពួកនេះនេរដ្ឋីផ្សឹកចោលអនេរដ្ឋីផ្លមកបួសតែអ្នកណាដែលពោលថាព្រះសម្មាសម្ពុទ្ធព្រះអង្គជាវិភជ្ជវាទីអ្នកនឹងគឺជាភិក្ខុសង្ឃពិតប្រកបក្នុងពុទ្ធសាសនានឹងសំខាន់វិភជ្ជវាទីនៅក្នុងគម្ពីរសារថទីបនីដីកាជាមួយនឹងវិមតិវិណោទនីដីកានឹងបញ្ជាក់ច្បាស់វិភជ្ជវាទីនឹងគឺត្រូវចែកឲ្យដាច់ហើយពោលរឿងខ្លះហ្នឹងជារឿងស្រទាប់ថ្នាក់ទាននិយាយថ្នាក់ទានថ្នាក់សិលគឺថ្នាក់សិលថ្នាក់ភាវនាគឺថ្នាក់ភាវនារឿងខ្លះនិយាយជាប់ដោយបញ្ញត្តិគឺនិយាយនៅក្នុងរឿងបញ្ញត្តិរឿងខ្លះជារឿងបរមត្តនិយាយដោយរឿងបរមត្តរឿងខ្លះស្ថិតនៅក្នុងសុតមយបញ្ញារឿងខ្លះស្ថិតក្នុងចិន្តាមយបញ្ញារឿងខ្លះវាស្ថិតក្នុងភាវនាមយបញ្ញាអញ្ចឹងត្រូវចែកឲ្យដាច់ដូចរឿងក្នុងភាវនាមយបញ្ញារឿងនិព្វានអញ្ចឹងយើងយកហេតុផលនៅក្នុងសុតមយបញ្ញានិងចិន្តាមយបញ្ញាយកមកវិនិច្ឆ័យគឺអត់ដាច់អញ្ចឹងត្រូវញែកឲ្យដាច់ដោយវិភជ្ជវាទីនេះជាទ្រឹស្ដីដែលព្រះចៅអសោករៀនពីព្រះមោគលីពុទ្ធទេសធិរៈនឹងមានជាក់ច្បាស់នៅក្នុងគម្ពីរសមន្តបាសាតិកាវេរញ្ញកម្មខាងដើមនឹងគឺមានអញ្ចឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យភិក្ខុទាំងឡាយព្យាយាមដោយជាព្រះគាថាទុក្គាឧទ្ធិរដ្ឋតានំបង្កេសណោវកញ្ជរោអ្នកទាំងឡាយត្រូវព្យាយាមដកខ្លួនចេញចាកកាមដោយជាដំរីគុជសាដែលឮសំឡេងស្គរជ័យហើយមានកម្លាំងរត់ចូលនៅក្នុងសមរភូមិសង្គ្រាមអញ្ចឹងគឺអត់ខ្លាចទេជាការបញ្ជាក់ថាត្រូវព្យាយាមប្រឆាំងជាមួយនឹងកិលេសខាងក្នុងហ្នឹងត្រូវព្យាយាមណាវិរិយេអ្នកទុក្ខមច្ចេតិអ្នកការដែលរួចចាកពីសេចក្តីទុក្ខបានដោយការព្យាយាមនឹងបញ្ជាក់ថាព្រះអង្គឲ្យព្យាយាមអបមត្តាសតិមន្ត
តោសុសីឡាហៅថាភិក្ខវោទៀបដែលបរិនិព្វានព្រះអង្គផ្ដាំអ្នកទាំងឡាយចូលជាអ្នកមិនប្រមាទជាអ្នកមានសតិមានសិលឲ្យល្អសុសមាហិតសង្កប្បាអ្នកទាំងឡាយចូលតម្កល់ទុកនៅសេចក្តីត្រេះរិះឲ្យល្អសចិត្តមនុរកថាត្រូវតាមថែរក្សាចិត្តរបស់ខ្លួននឹងបញ្ជាក់ឲ្យព្យាយាមអបមាតិរតោភិក្ខុភិក្ខុឯណាមិនប្រមាទបមាទេភយៈទេសសេវីមាននៅការឃើញភ័យជាប្រក្រតីឃើញនៅសេចក្តីប្រមាទការប្រមាទនឹងថាជាភ័យអភពោបរិហានាយនិព្វានសេវសន្តិកេនឹងគឺជាអ្នកនៅចិត្តព្រះនិព្វានលក្ខឋានទាំងអស់នេះបញ្ជាក់ថាព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងព្យាយាមប្រឆាំងជាមួយនឹងធម្មជាតិអាក្រក់ដែលជាតួនៃអកុសលាធម្មាខាងក្នុងចិត្តនឹងព្រះអង្គឲ្យប្រឆាំងជាមួយអកុសលនឹងគឺមិនមែនចម្រើនអកុសលទេដូចនៅក្នុងអធិបាតអីចឹងគឺព្រះអង្គសម្ដែងឲ្យព្យាយាមចម្រើនកុសលព្យាយាមលះនៅអកុសលនឹងគឺឲ្យព្យាយាមលះនៅអកុសលអានឹងដើម្បីយកមកតបសំណួរញោមដែលបានសាកសួរពីខាងដើមនឹងថាហេតុអីក៏យើងចាំបាច់ត្រូវបណ្ដោយខ្លួនតាមធម្មជាតិតែម្យ៉ាងណាតាមធម្មជាតិតែម្យ៉ាងហើយចុះបើបណ្ដោយតែម្យ៉ាងអញ្ចឹងអីរឿងខ្លះយើងត្រូវប្រឆាំងនោះគិតយ៉ាងម៉េចទៅវិញអាហ្នឹងរឿងដែលត្រូវបណ្ដោយតាមធម្មជាតិនេះព្រះអង្គសម្ដែងនៅក្នុងរឿងត្រៃលក្ខចែកឲ្យដាច់ណាចែកឲ្យដាច់រឿងត្រៃលក្ខនេះជាច្បាប់ធម្មជាតិណាជាច្បាប់របស់ធម្មជាតិណាដូចយើងហៅថារដ្ឋធម្មនុញ្ញជាច្បាប់ប្រចាំប្រទេសខ្មែរប្រទេសអីអញ្ចឹងណាគឺជាច្បាប់នឹងមិនមែនច្បាប់តូចតាចគឺច្បាប់ធំតែម្ដងច្បាប់ប្រចាំប្រទេសនឹងតែម្ដងនឹងត្រៃលក្ខនឹងគឺជាច្បាប់របស់ធម្មជាតិតែម្ដងមិនមែនជាច្បាប់របស់ដីទឹកភ្លើងខ្យល់ប៉ុណ្ណឹងទៅជាច្បាប់របស់រូបធម៌ទាំងនាមធម៌គឺជាច្បាប់របស់ធម្មជាតិហើយសំដៅយកទៅដល់សង្ខារធម៌ត្រៃលក្ខនេះជាច្បាប់របស់សង្ខារធម៌ត្រូវចាំកន្លែងនឹងផងជាច្បាប់របស់សង្ខារធម៌ព្រះសារីបុត្រថេរៈព្រះអង្គសម្ដែងនៅក្នុងបរិសម្ពិទាមៈសម្ដែងនៅក្នុងបរិសម្ពិទាមៈហ្នឹងគឺសង្ខតលក្ខណៈ3យ៉ាងសង្ខតលក្ខណៈ3យ៉ាងគឺយ៉ាងម៉េចគឺឧបាទលក្ខណៈសង្ខារធម៌មានការកើតឡើងធិតិលក្ខណៈមានការតាំងនៅវយៈលក្ខណៈមានការបែកធ្លាយទៅអាហ្នឹងជាលក្ខណៈប្រចាំសង្ខារធម៌គឺអញ្ចឹងដូច្នេះច្បាប់របស់សង្ខារធម៌នេះយើងមិនត្រូវប្រឆាំងទេយើងអត់ត្រូវប្រឆាំងមិនបានការកើតណាឧបាទលក្ខណៈគ្រប់យ៉ាងគឺវាកើតឡើងធិតិលក្ខណៈតាំងនៅកើតហើយក៏តាំងនៅហើយក៏ភង្គៈដែលហៅថាវយៈលក្ខណៈក៏បែកធ្លាយទៅគ្រប់រូបគ្រប់នាមគឺត្រូវតែយ៉ាងនេះធម្មតាដូចគ្នាទាំងអស់ដូច្នេះយើងត្រូវមិនត្រូវប្រឆាំងជាមួយសង្ខតលក្ខណៈឬក៏ត្រៃលក្ខនេះទេគឺជាច្បាប់របស់ធម្មជាតិអានឹងត្រូវចែកឲ្យដាច់ចឹងដែលហៅថាវិភច្ចវិទ្យានឹងត្រូវចែកឲ្យដាច់សង្កតលក្ខណៈឬត្រៃលក្ខនេះយើងប្រឆាំងមិនបានដូច្នេះយើងបណ្ដោយតាមត្រៃលក្ខមិនមែនបណ្ដោយដោយអត់មានសតិបញ្ញាទេណាអ្នកដែលអត់សតិបញ្ញាស្ថិតក្នុងត្រៃលក្ខគឺជាអ្នកមានសេចក្តីទុក្ខតែអ្នកដែលមានបញ្ញានៅក្នុងត្រៃលក្ខនេះមានសេចក្តីសុខទៅវិញដូចជាយើងដូចជាអណ្ដាតនៅក្នុងធ្មេញនឹងប៉ះគ្នាទប់កាប់ទាំងយប់ទាំងថ្ងៃប៉ុន្តែអណ្ដាតនឹងមានសេចក្តីសុខទៅបានគិតមើលអានឹងបញ្ជាក់ថាធ្មេញដែលប៉ះគ្នានឹងវាដូចជាតួនៃត្រៃលក្ខកើតចាស់ឈឺស្លាប់នឹងគឺជាតួនៃត្រៃលក្ខប៉ុន្តែអណ្ដាតអាចរស់ជាសុខទៅបានសំដៅទៅដល់អ្នកដែលមានសតិស្មារតីរស់នៅក្នុងសេចក្តីទុក្ខគឺគំនោនៃត្រៃលក្ខប៉ុន្តែមានសេចក្តីសុខទៅបានដោយសារសតិបញ្ញានឹងដូច្នេះគឺយើងត្រូវព្រមទទួលត្រៃលក្ខប៉ុន្តែយើងប្រឆាំងជាមួយអកុសលខាងក្នុងចិត្តរបស់យើងដោយដែលបានសម្ដែងមកនឹងបញ្ហាមួយដែលបានលើកឡើងថាយើងព្រមដើរទៅតាមធម្មជាតិយើងត្រូវព្រមជាមួយធម្មជាតិកុំប្រឆាំងមួយធម្មជាតិចុះហេតុអីក៏អកុសលផ្សេងក្នុងចិត្តយើងប្រឆាំងទៅវិញព្រះសម្មាសម្ពុទ្ធព្រះអង្គប្រឹងប្រែងទុក្ករកិរិយាខ្លាំងណាស់ដើម្បីត្រាស់ដឹងបញ្ជាក់ថាព្រះអង្គប្រឆាំងហើយយើងសម្ដែងថាយើងត្រូវដើរតាមធម្មជាតិយ៉ាងម៉េចគឺមិនត្រូវអាហ្នឹងគឺសម្ដែងមកតាមដែលនៅក្នុងរឿងវិភច្ចវិទ្យានឹងទី1ហ្នឹងប៉ុណ្ណឹងទី2ហ្នឹងគឺបញ្ជាក់ថានិព្វានយើងហៅទៅជាធម្មជាតិដែរញោមសៅអឿនិព្វានជាធម្មជាតិញោមសៅអឿក៏បានលើកឡើងនិព្វានជាធម្មជាតិព្រោះអីព្រោះនិព្វានក៏ជាផ្នែកមួយនៃធម្មជាតិអញ្ចឹងញោមមហាមេត្តាលើកឡើងថាធម្មជាតិជាតិប្រែតកើតគឺធម៌ដែលកើតឡើងធម៌ដែលកើតឡើងអញ្ចឹងនិព្វានក៏ជាធម្មជាតិបានន័យថានិព្វានមានការកើតដូចគ្នា
ចឹងវាទៅជាអញ្ចឹងនិព្វានមានការកើតដល់និព្វានមានការកើតខុសនឹងធម៌ដែលព្រះអង្គសម្ដែងថានិព្វានមិនមានការកើតការស្លាប់ទេអញ្ចឹងបើយើងថានិព្វានជាធម្មជាតិដែរជាតិតិប្រែថាកើតធម្មជាតិគឺធម៌ដែលកើតវាមិនខុសអញ្ចឹងនិព្វានមិនមែនជាធម្មជាតិទេអញ្ចឹងអាហ្នឹងសំណួរល្អណាញាតិញោមកណ្ដាពុទ្ធបរិស័ទស្ដាប់ទៅចាប់បញ្ហាញោមមហាមេត្តាបានញោមសួរល្អណាស់អាត្មាពេញចិត្តមែនទេណាដែលសាកសួរហ្នឹងមិនមែនជាការសាកសួរអីវាតម្លៃពុទ្ធសាសនាទេតែថាសាកសួរដើម្បីយើងវេកញែកឲ្យយល់លក្ខណៈព្រះធម៌ព្រះវិន័យញែកឲ្យយល់បង្កើតនៅការយល់ដឹងថ្មីរបស់យើងនឹងសំខាន់ណាស់ញាតិញោមចាប់ចំណុចបានទី2ហ្នឹងធម្មជាតិគ្រប់យ៉ាងគឺជាធម្មជាតិសំបីព្រះនិព្វានក៏ជាធម្មជាតិចឹងហើយធម្មជាតិហ្នឹងប្រែថាធម៌ដែលវាកើតឡើងជាតិតិហ្នឹងប្រែថាកើតធម្មៈធម៌ដែលវាកើតហើយអញ្ចឹងនិព្វានក៏ជាធម្មជាតិបានន័យថានិព្វានហ្នឹងក៏មានការកើតដល់តែនិព្វានមានការកើតនិព្វានហ្នឹងជាសុខយ៉ាងម៉េចបើកើតហើយវាត្រូវតែរលត់អញ្ចឹងនិព្វានក៏ជាសង្ខារធម៌មិនមានសេចក្តីសុខទេនេះសំខាន់ណាស់កន្លែងនេះដូច្នេះយើងត្រូវវេកញែកឲ្យដាច់ធម្មជាតិនេះមិនមែនប្រែបានតែមួយយ៉ាងទេលក្ខណៈព្រះពុទ្ធវចនៈជ្រាលជ្រៅទៅដោយអត្តនិងព្យាញ្ជនៈអត្ថគមភីរោនោះគឺជ្រៅទៅដោយអត្តកន្លែងខ្លះនេះយើងមើលព្រះពុទ្ធវចនៈហើយត្រូវមើលអត្ថកថាត្រូវមើលទៅដល់ដីកាមើលប៉ុណ្ណឹងហើយនឹងនៅតែយល់ខុសគ្នាទៀតណាសំខាន់ណានៅតែយល់ខុសគ្នាទៀតនៅតែឆ្លោះគ្នាទៀតណារឿងពធហ្នឹងកន្លែងខ្លះធម្មភាពធ្លាប់ឆ្លងកាត់មកហ្នឹងធម្មជាតិប្រែបានច្រើនយ៉ាងក្នុងគម្ពីរសរដ្ឋទីបនីដីកាធម្មជាតិប្រែថាហេតុផលតែម្ដងធម្មៈគឺហេតុជាតិគឺផលគឺប្រែអញ្ចឹងគម្ពីរសរដ្ឋទីបនីដីកាហ្នឹងហេតុផលសំដៅដល់សង្ខារធម៌ធម្មជាតិអង្គធម៌បានដល់សង្ខារធម៌គឺអញ្ចឹងតែម្ដងសង្ខារធម៌ទាំងឡាយកើតពីហេតុសង្ខារធម៌ទាំងឡាយកើតពីហេតុដូចដែលព្រះអសជិធេរៈព្រះអង្គសម្ដែងជាមួយនឹងឧបទេសៈនឹងកោលិតៈនឹងឧបទេសៈមេនុបអញ្ចឹងណាយេធម្មាហេតុបភវេទេសង្ហេតុងតថាគតោធរឯណាដែលកើតពីហេតុយើងជាតថាគតពោលនៅហេតុនៃធរនោះទេសញ្ចយោនិរោធោចៈអេវង្វេទីមហាសមណោណាហើយក៏ពោលនៅការកើតនៅការរលត់នៃធរទាំងឡាយនោះដែរព្រះមហាសមណៈព្រះអង្គមានវាទៈយ៉ាងនេះគឺព្រះអង្គមានវាទៈពោលទាំងហេតុទាំងផលហេតុកើតឡើងហើយក៏ផលហើយក៏ការរលត់ទៅនៃហេតុនោះដូច្នេះធម្មជាតិគឺហេតុផលនឹងប្រែមួយយ៉ាងធម្មជាតិបើប្រែតាមគម្ពីរសរដ្ឋទីបនីដែលប្រែថាហេតុហើយនឹងផលធម្មៈគឺហេតុជាតិគឺផលនេះគឺសំដៅបានត្រឹមតែសង្ខារធម៌តែមួយយ៉ាងប៉ុណ្ណឹងវាព្រះនិព្វានចេញប៉ុន្តែព្រះនិព្វានក៏ឈ្មោះថាជាធម្មជាតិដូចគ្នាតាមបទវិគ្រោះមួយយ៉ាងទៀតណាត្រូវញែកឲ្យដាច់តាមបទវិគ្រោះមួយយ៉ាងទៀតគឺធម្មជាតិណាធម្មជាតិគឺធម្មជាតិនឹងជាតិតិនឹងគឺអត់ប្រែទេម្យ៉ាងទៀតនឹងជាតិតិនៅក្នុងគម្ពីរសត្តនិតិបកជាដើមគឺលោកសម្ដែងថាជាសកដ្ឋៈឬក៏វាចាសិលដ្ឋៈគឺជាស័ព្ទដែលដាក់មកដើម្បីធ្វើសេចក្តីឲ្យពីរោះឬក៏ជាស័ព្ទដែលអត់មានសេចក្តីជាតិតិដកចោលអត់ប្រែត្រឹមតែពាក្យថាធម្មៈនៅក្នុងគម្ពីរសិទ្ធគម្ពីររូបសិទ្ធិជាមួយនឹងមូលកចាយណៈនេះគឺសម្ដែងទៅដល់សភាវៈដែលទ្រទ្រង់នៅសត្វទាំងឡាយមិនឲ្យធ្លាក់ចុះទៅក្នុងអបាយភូមិប្រែបានច្រើនយ៉ាងទី1គឺប្រែអញ្ចឹងធម្មៈហ្នឹងបានដល់កុសលធម៌ទី2ហ្នឹងគឺប្រែថាទ្រទ្រង់ទុកនៅលក្ខណៈរបស់ខ្លួននេះសំខាន់ណាស់ទ្រទ្រង់ទុកលក្ខណៈរបស់ខ្លួនអត្តនោសភាវៈធារេតៃតេធម្មោគឺសភាវៈណាទ្រទ្រង់ទុកលក្ខណៈរបស់ខ្លួនសភាវៈហ្នឹងឈ្មោះថាធម៌ឬក៏ធម្មៈឬធម្មជាតិតែម្យ៉ាងតែម្ដងណាដូច្នេះព្រះនិព្វានក៏ឈ្មោះថាជាធម្មជាតិប៉ុន្តែព្រះនិព្វានមិនមែនប្រែថាកើតទេតែព្រះនិព្វានប្រែថាទ្រទ្រង់ទុកនៅលក្ខណៈរបស់ខ្លួនអ្វីជាលក្ខណៈរបស់ព្រះនិព្វាននៅក្នុងគម្ពីរទាំងឡាយមានបរមត្ថជោតិកៈជាដើមសម្ដែងថាសន្តិលក្ខណៈព្រះនិព្វានមានការស្ងប់ជាលក្ខណៈដែលស្ងប់ចាសង្ខារធម៌ដែលជាហេតុមិនស្ងប់ការដែលសង្ខារធម៌ទាំងឡាយរលត់ទៅមិនមានសេះសល់ដូចជាភ្លើងទៀនឬភ្លើងចង្គៀងដែលរលត់ទៅហ្នឹងភាពរលត់ទៅហ្នឹងមានតែភាពត្រជាក់តែម្យ៉ាងវាអស់នៅកម្ដៅលក្ខណៈស្ងប់ហ្នឹងជាលក្ខណៈរបស់ព្រះនិព្វានហៅថាសន្តិលក្ខណៈនេះសំខាន់ណាស់ដូច្នេះព្រះនិព្វានក៏ហៅថាធម្មជាតិតែត្រូវប្រែថាទ្រទ្រង់ទុកនៅលក្ខណៈស្ងប់របស់ខ្លួននឹងព្រះនិព្វាន
តែព្រះនិព្វានជាធម្មជាតិមិនមែនប្រែថាមានការកើតជាធម្មតានោះទេណាធម្មជាតិយើងអាចប្រែថាមានការកើតជាធម្មតាអញ្ចឹងព្រះនិព្វានជាធម្មជាតិព្រះនិព្វានមានការកើតជាធម្មតាប្រែនឹងអត់ត្រូវអានឹងត្រូវឲ្យយល់ដល់ជំរឿដែលហៅថាអដ្ឋគមភីរោជ្រៅទៅដោយអត្តហើយនឹងស័ព្ទនឹងទៅផងនឹងមួយយ៉ាងអញ្ចឹងហើយធម្មជាតិបើវេកទៅតាមបទសមាសម្យ៉ាងទៀតហ្នឹងវាមកពីបញ្ចមិតពុរិសសមាសប្រែថាហេតុកើតផលកើតពីហេតុណាផលហ្នឹងវាកើតពីហេតុជាតិគឺផលធម្មៈគឺហេតុសភាវៈដែលកើតពីហេតុហ្នឹងគឺធម្មជាតិគ្រប់យ៉ាងគឺវាមានហេតុបច្ច័យកើតឡើងដោយព្រះអង្គសម្ដែងយេធម្មាហេតុបភវេគឺកើតពីហេតុពីបច្ច័យអញ្ចឹងដូច្នេះសរុបសេចក្តីមកវិញក្នុងបញ្ហាទី2ដែលសួរថាគ្រប់យ៉ាងគឺធម្មជាតិហើយធម្មជាតិប្រែថាមានការកើតជាធម្មតាព្រះនិព្វានក៏ជាធម្មជាតិអញ្ចឹងព្រះនិព្វានមានការកើតជាធម្មតាឬអាហ្នឹងខ្ញុំកាលណាវិសាចនាទៅតាមហ្នឹងដែលបានវិសាចនាមកគឺត្រូវញែកធម្មជាតិហ្នឹងប្រែមួយយ៉ាងតាមសាររដ្ឋទីបនិដីកាហ្នឹងគឺប្រែថាកើតពីផលហ្នឹងដែលកើតពីហេតុបញ្ចមិតពុរិសសមាសឬក៏ចងជាទ្វិនទ្វសមាសធម្មជាតិប្រែថាហេតុហើយនឹងផលនេះអង្គធម៌បានដល់សង្ខារធម៌តែបើប្រែថាសភាវៈទ្រទ្រង់ទុកលក្ខណៈរបស់ខ្លួនដោយដកនៅជាតិចេញកុំប្រែព្រោះជាតិតាមគម្ពីរសតនីតិហៅថាសកដ្ឋៈឬវាចាសិលដ្ឋៈគឺមានអត្រឹមតែថាទ្រទ្រង់ទុកនៅលក្ខណៈរបស់ខ្លួនអានឹងធម្មជាតិនឹងរួមទាំងព្រះនិព្វានចូលផងក៏ហៅថាធម្មជាតិគឺព្រះនិព្វានក៏មានលក្ខណៈសន្តិលក្ខណៈគឺលក្ខណៈស្ងប់ពិតប្រាកដចាកទុកទាំងឡាយទាំងពួងនឹងបញ្ហាទី2ហ្នឹងហើយបញ្ហាទី3ហ្នឹងតកតងទៅនឹងព្រះនិព្វានដែលបានវិសាចនាមកថាបើព្រះនិព្វានមើលមិនឃើញចាប់មិនបានយើងជឿថាព្រះនិព្វានមានយ៉ាងម៉េចហ្នឹងដូចដែលបានសម្ដែងហើយត្រូវបដិបត្តិចូលនៅក្នុងភាវនាមយបញ្ញាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងព្រះធម្មគុណបច្ចតតាំងវេទិតាពោវិញ្ញូហេព្រះធម្មគុណទី6ហ្នឹងគឺបច្ចតតាំងវេទិតាពោវិញ្ញូហេគឺត្រូវពួកវិញ្ញូជនអ្នកបដិបត្តិហ្នឹងត្រូវបច្ចតតាំងវេទិតាពោវេទិតាពោត្រូវដឹងហើយមិនមែនដឹងដោយឃើញដោយឮត្រូវបច្ចតតាំងឲ្យវាបច្ចៈក្នុងខ្លួនឯងគឺដោយការបដិបត្តិដោយបច្ចតៈតែម្ដងអាហ្នឹងហើយមិនមែនទៅដឹងដោយមនុស្សទស្សនៈផ្សេងពីនេះពីនោះយកមកបកស្រាយរឿងព្រះនិព្វានឃើញបានអត់បានទេត្រូវវិញ្ញូហេណាត្រូវវិញ្ញូហេប៉ុណ្ណឹងបានដឹងបានរឿងនិព្វានវិញ្ញូហេអ្នកណាវិញ្ញូហេនៅក្នុងពុទ្ធសាសនាគឺអ្នកដែលបានបដិបត្តិចូលទៅដល់ព្រះនិព្វានដោយការឈានកន្លងនៅវិធីនៃមគ្គវិធីនិងផលវិធីទៅហើយទៅអាចចូលទៅដល់ព្រះនិព្វានបានអានោះសំខាន់ណាស់កន្លែងហ្នឹងដូច្នេះសរុបសេចក្តីមកគឺត្រូវបដិបត្តិយ៉ាងណាឲ្យដល់នៅភាវនាមយបញ្ញាទៅអស់សង្ស័យដូច្នេះពុទ្ធជននៅមានសេចក្តីសង្ស័យជារៀងរហូតតែអញ្ចឹងនឹងខ្ញុំកណាអាត្មាភាពនឹងមិនចំទាស់អីទេតែគ្រាន់ថាចូលរួមជាមតិខ្លះព្រោះស្ដាប់តាំងពីព្រឹកមកហ្នឹងពីរោះសំណួរហ្នឹងញាតិញោមកណាស្ដាប់ទៅជួនកាលក៏ឆ្លើយត្រូវចិត្តញោមមហាមេត្តាខ្លះជួនកាលក៏មិនត្រូវចិត្តដោយគាត់សួរហ្នឹងគាត់សួរចំចោះហើយកណាគុណចាស់អង្គខ្លះក៏ព្រះអង្គឆ្លើយនឹងពីរោះហើយប៉ុន្តែថាអាចមិនចំណាគេហៅថាកន្លែងរមាស់វានៅត្រង់តំណឹងដល់យើងកេះវាអត់ចំតំណឹងវាទៅកេះកន្លែងផ្សេងទៅវិញណាអញ្ចឹងទៅវាអេះមកចំចំណុចគឺវាអត់បាត់រមាស់នឹងហើយខ្ញុំកណាហ្នឹងក៏អធិប្បាយដោយអាស្រ័យគម្ពីរពុទ្ធសាសនាតកថាដីកាទាំងឡាយទាំងពួងហ្នឹងប៉ុណ្ណឹងហើយញោមមហាមេត្តាក៏អត់នៅណាញោមសៅអឿក៏អត់នៅណាគាត់ទៅសម្រានអស់ហើយនៅកណាគុណចាស់ខ្លះគុណចាស់ដូចគុណលោកខ្មែរណាថ្វាយគុំដូចគុណព្រះវិសុទ្ធិវង្សណានៅថ្វាយគុំណាលើកន្លែងខ្ញុំកណាមក73ហើយណា73ខ្វះ20ទីជាងទៀត3ហើយហើយអញ្ចឹងក៏មានប្រមាណប៉ុណ្ណឹងណាគេកណាគុណចាស់ជាជនញាតិញោមពុទ្ធបរិស័ទបានជាទីសន្តាប់ចេះថ្លា